តែគាត់យល់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមគាត់ជាអ្នកបង្កើតគេមកដែលគេមិនសុំគាត់ណាគាត់ត្រូវនិយាយទៅកាន់កូនដែលវាខូចនិយាយយ៉ាងម៉េចចាប់ដៃកូនឲ្យមកអង្គុយទល់មុខម្ដាយកូនប្រុសមាសម្ដាយទោះបីជាកូនណាទៅជាអ្វីក៏ដោយកូនជក់គ្រឿងញៀនកូនដើរលេងកូនមិនគិតម៉ែមិនគិតឪម៉ែអត់បន្ទោសកូនទេណាកូនណាពីព្រោះនេះគឺជាការទទួលខុសត្រូវរបស់ម្ដាយកូនអត់បានសុំគោះសៀដើម្បីមកនៅក្នុងផ្ទះម៉ែទេម៉ែជាអ្នកបង្កើតកូនរូបរាងកាយក៏ម៉ែបង្កើតការអប់រំក៏ម៉ែបង្កើតដូច្នេះម៉ែទទួលខុសត្រូវ 100% កូនជក់គ្រឿងញៀនកូនដើរលេងយប់កូនជ្រែម៉ូតូកូនទៅជាមនុស្សបាត់សាកូនមិនគិតគូរក្នុងគ្រួសារម៉ែអត់បន្ទោសកូនទេណាកូនពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ដាយរបស់ឪពុកប៉ុន្តែកូនត្រូវដឹងថាម៉ែឈឺចិត្តណាស់កូនម៉ែឈឺចិត្តណាស់ពេលដែលម៉ែឃើញកូនបែបហ្នឹងម៉ែស្ទើរតែស្រក់ឈាមចេញតាមភ្នែកម៉ែមិនអាចរៀបរាប់ពីទំហំទុកដែលមាននៅក្នុងបេះដូងរបស់ម្ដាយនៅពេលដែលបានកូនមកបែបហ្នឹងប៉ុន្តែឲ្យម៉ែបន្ទោសកូនម៉ែអត់បន្ទោសទេពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ដាយកូនអត់មានសុំកើតទេកូនត្រូវចងចាំថាគ្រប់ម្ដាយគ្រប់ឪពុកមិនដែលចង់ឲ្យកូនអាក្រក់ទេសូម្បីតែជួនកាលចំណេះដឹងរបស់គាត់តិចតួចគាត់ស្មានតែត្រឹមត្រូវឲ្យកូនមកធ្វើតាមខ្លួនឧទាហរណ៍ថាកុំឲ្យកូនធ្វើនយោបាយឲ្យកូនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទោះបីជាគាត់គិតក្នុងផ្លូវបែបហ្នឹងក៏ដោយក៏ម៉ែឪចង់ឲ្យកូនល្អដែរប៉ុន្តែល្អតាមរបៀបចំណេះដឹងកូនត្រូវដឹងថាគ្រប់ម្ដាយឪពុកមិនដែលចង់ឲ្យកូនអាក្រក់ទេប៉ុន្តែវាជាអាភ័ព្វរបស់ម្ដាយណាស់ដែលម្ដាយមិនអាចអប់រំកូនមិនអាចបង្កើតកូនឲ្យទៅជាកូនល្អប៉ុន្តែទោះបីជាកូននៅក្នុងស្ថានភាពបែបហ្នឹងម៉ែអត់បន្ទោសកូនទេកូនម៉ែអត់បន្ទោសសោះពីព្រោះរូបរាងកាយម៉ែអ្នកបង្កើតការអប់រំម៉ែអ្នកបង្កើតប៉ុន្តែកូនត្រូវដឹងថាម៉ែឈឺចិត្តណាស់កូនម៉ែឈឺចិត្តណាស់ម៉ែគ្រាន់តែរំលឹកដល់ពាក្យខ្លះក្រែងលោតថ្ងៃក្រោយទៅកូនកើតវិបដិសារីកូនណាតែងតែជន់ឈ្លីទៅលើសេចក្តីស្រឡាញ់របស់ម្ដាយឧទាហរណ៍កូនខឹងម្ដាយកូនរត់ចោលផ្ទះម្ដាយឪពុកអាណិតកូនខំដើររកកូនឃើញម្ដាយកូនឃើញឪពុកប៉ុន្តែដើម្បីឲ្យម៉ែឈឺចិត្តឲ្យម៉ែពិបាកចិត្តកាន់តែខ្លាំងដើម្បីកាច់ម្ដាយកូនរត់ពួននេះសបញ្ជាក់ឲ្យឃើញថាកូនសប្បាយចិត្តណាស់កូនពេញចិត្តណាស់នៅពេលដែលឃើញម្ដាយឪពុកឈឺចាប់កូនត្រូវចងចាំថានៅលើលោកនេះណាកូនណាអត់មានពីណាស្រឡាញ់កូនស្មើនឹងឪពុកនិងម្ដាយទេណាកូននៅថ្ងៃណាមួយដែលអត់ពីម្ដាយនិងឪពុកកូននឹងយល់កូននឹងស្គាល់ត្រូវនៅភាពឯកោនៅពេលដែលកូនណាបាត់បង់សេចក្តីស្រឡាញ់របស់អ្នកម្ដាយនៅពេលដែលម្ដាយចែកឋានទៅម្ដាយមិនចង់ឲ្យកូនមានវិបដិសារីបានជាម្ដាយនិយាយនេះម្ដាយមិនមែននិយាយដើម្បីឲ្យកូនដឹងគុណម្ដាយមិនមែនទេប៉ុន្តែម្ដាយអាណិតកូនក្រែងលោតថ្ងៃណាមួយអត់ពីម្ដាយអត់ពីឪពុកទៅកូននឹកឃើញដល់អំពើអាក្រក់ដែលកូនបានធ្វើមកលើម្ដាយពេលនោះអត់មានអ្វីមកជំនួសវិបដិសារីរបស់កូនទេពីព្រោះរឿងទាំងអស់វាហួសហើយអញ្ចឹងសរុបសេចក្តីមកវិញទោះបីកូនទៅជាអ្វីក៏ដោយម៉ែនៅតែអាណិតម៉ែនៅតែស្រឡាញ់ពីព្រោះវាជាការទទួលខុសត្រូវរបស់ម៉ែនិងរបស់ឪពីព្រោះកូនអត់បានសុំទេនេះគឺជាការទទួលខុសត្រូវរបស់មាតាបិតាណាកូនណាប៉ុន្តែកូនត្រូវចងចាំពាក្យម៉ែជាចុងក្រោយទី1ម៉ែចង់ប្រាប់កូនថាម៉ែឈឺចិត្តណាស់កូនម៉ែតូចចិត្តណាស់ម៉ែឈឺចាប់ណាស់ម៉ែបង្កើតកូនមកម៉ែអត់ចង់បានអីពីកូនតែម៉ែចង់ឃើញកូនខ្លាយទៅជាមនុស្សល្អតែទីបំផុតកូនខ្លាយទៅជាមនុស្សបែបហ្នឹងម៉ែអត់បន្ទោសកូនទេពីព្រោះវាជាការទទួលខុសត្រូវរបស់ម៉ែទី2ម៉ែចង់ជម្រាបកូនថាសេចក្តីស្រឡាញ់របស់មាតាបិតានៅលើលោកនេះគឺជាសេចក្តីស្រឡាញ់មួយដែលអត់មានមន្ទិលសង្ស័យដូចម្សៅមីដែលយើងច្បាច់ទៅអត់មានខ្វក់តែឃាតបន្តិចនៅថ្ងៃណាមួយម៉ែខ្លាចកូនមានវិបដិសារីនៅពេលដែលកូនអស់ពីមាតាបិតាអញ្ចឹងកូនត្រូវគិតពិចារណាពីឥឡូវទៅឲ្យហើយប៉ុន្តែក្រោយពីម៉ែនិយាយបែបនឹងរួចហើយបើកូនយល់ថាផ្លូវរបស់កូនដែលកូនជ្រើសរើសជាផ្លូវល្អកូនទៅទៀតចុះហើយថាឲ្យម៉ែកាត់ការកូនម៉ែមិនកាត់ការទេម៉ែជួយកូនទៅតាមលទ្ធភាពដែលម៉ែអាចជួយបាននិងក្នុងនាមជាអ្នកទទួលខុសត្រូវនៃអ្នកដែលបង្កើតគេមកទោះបីកូនទៅជាអ្វីក៏ដោយម៉ែនៅតែតាមថែរក្សាកូនបងប្អូនណាបើសម្ដីបែបហ្នឹងចំកូនដែលជាបុគ្គលគួរឲ្យភ្ញាក់ណាបងប្អូនមានឧបនិស្ស័យជាអ្នកភ្ញាក់វាលូនមកលិតជង្គង់ក្រោមបាតជើងម្ដាយពីព្រោះម៉ែឪរបៀបនឹងមានគុណខ្លាំងណាស់បងប្អូនម៉ែឪមានគុណខ្លាំងណាស់ចប់ពីរឿងម៉ែឪយើងចាប់ដើមនិយាយជាមួយកូនវិញអារឿងម៉ែឪបង្កើតកូនមកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដល់ពេលចិញ្ចឹមកូនក៏ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអានឹងជារឿងម៉ែរឿងឪណាអូនណាណាក្មួយណាណាកូនណាយើងជាមនុស្សយើងពិចារណាមើលទ
ទោះបីជាម៉ែឪគ្មានគុណក៏ដោយបើកើតយើងអត់គុណអត់ចិញ្ចឹមបីបាច់យើងទៀតមានគុណទៅណាទោះបីជាម៉ែឪអត់គុណក៏ដោយការធ្វើអំពើល្អចំពោះម្ដាយឪពុកនេះគឺជាការពិចារណាប្រកបទៅដោយគតិបណ្ឌិតកូនល្អត្រូវតែធ្វើបែបហ្នឹងពីព្រោះនេះគឺជាគុណសម្បត្តិនិងគុណតម្លៃរបស់កូនផ្ទាល់ម៉ែឪជាម៉ែឪលបល់កាច់លបល់យកអានឹងរឿងរបស់ម៉ែឪប៉ុន្តែយើងមើលទៅឃើញអូកូននោះមិនមែនដើម្បីគេសរសើរណាប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតលោកមើលទៅលោកឲ្យតម្លៃមនុស្សអញ្ចឹងណោះមើលកូននោះម៉ែឪវាលបល់កាច់លបល់យកបើតាមតែម៉ែឪវាអប់រំកូននឹងវាប្រកាច់បាត់ទៅហើយប៉ុន្តែធម្មជាតិរបស់កូននេះជាមនុស្សល្អវានៅតែជាមនុស្សល្អទាល់តែបានមិនមែនប្រើពាក្យថាណោះមើលកូននេះវាដឹងគុណម៉ែឪដឹងគុណលោកតាតែមានគុណអត់មានគុណផងអញ្ចឹងយើងត្រូវនិយាយថាណោះទោះបីម៉ែឪអត់មានគុណក៏ដោយហើយមើលកូននោះវានៅតែធ្វើល្អជាមួយម៉ែឪអ្នកកូនរបៀបហ្នឹងរកបានដោយកម្រដែលប្រពុតលោកប្រាប់ថាធម៌ពីរដែលជាធម៌រកបានដោយកម្របុព្វការីជននិងកតញ្ញូជនគឺជាជនដែលចេះដឹងគុណអ្នកដទៃរកបានដោយកម្រពីរហ្នឹងជាបុគ្គលរកបានដោយកម្រអាហ្នឹងវាជាតម្លៃផ្ទាល់ខ្លួនរបស់កូនផ្ទាល់ទោះបីម៉ែឪទៅជាឆ្កែជាឆ្មាអ្នកដទៃម៉ែឪគេមានគុណគេបម្រើម៉ែឪអាហ្នឹងជារឿងធម្មតាទេប៉ុន្តែមានកូនខ្លះម៉ែឪគ្មានគុណក៏សោះគឺបានសម្បែបប្រយ៉ាងកូននៅតែធ្វើអំពើល្អជាមួយនឹងម៉ែឪដោយអត់ប្រកាន់អ្វីទាំងអស់តើកូនប្រភេទហ្នឹងគួរឲ្យសរសើរប៉ុណ្ណាបើនិយាយតាមផ្លូវយើងល្អទាំងពីរម៉ែឪក៏ល្អអាកូនហ្នឹងក៏ល្អប៉ុន្តែបើនិយាយដោយប្រសង់សពថ្ងៃលោកថាទោះបីយ៉ាងណាក៏ដោយម៉ែឪនៅតែមានគុណនិយាយភាសាបែបហ្នឹងណាបងប្អូនម៉ែឪគ្មានការទទួលខុសត្រូវទេកូនតដេរោងចាក់ទៅអង្គុយចាំទាលុយកូនទាតាមបានស្រួលណាស់អញខំបង្កើតក្បាលនាងឯងណាឃើញទេគាត់និយាយរបៀបហ្នឹងធ្វើឲ្យម៉ែឪទៅជាមនុស្សអញ្ចឹងទីបំផុតទៅភាសារបស់គាត់ដែលគាត់និយាយថាយើងត្រូវតែនិយាយថាម៉ែឪមានគុណអាកំណត់ទស្សនៈបែបហ្នឹងវារុញច្រានទៅឲ្យម៉ែឪគ្មានការទទួលខុសត្រូវវាធ្វើឲ្យភាគីម្ខាងអត់មានការទទួលខុសត្រូវអ្វីទាំងអស់តែបើនិយាយដល់យើងគឺបានល្អទាំងពីរណែអាហ្នឹងសុទ្ធសឹងតែស្គាល់អំពើល្អបងប្អូនស្គាល់ថាម៉េចទៅដែលនាំទៅរកនេះចម្រើនអាម៉េចទៅនាំទៅរកវិនិច្ឆ័យបដៅរបៀបម៉េចអប់រំរបៀបម៉េចធ្វើឲ្យសង្គមល្អយល់ល្អិតណាអ្នកដែលអាចអប់រំបែបនឹងបានតើអ្នកនឹងពិចារណាច្រើន